anh đặt con cái chả trong sọ thực này ta cha cái cha cháu và trao và đánh lên từ tiết đánh lên đây đánh prang thả oi nơi chia một bó ai cái rớp ô từ tiết ơi còn cái chả đánh lên rồi rương chỉ vật bao giờ nẹt na có miền đài rương chuột nơiปัญหาដែលមិនសមតាមបំណងជីវិតកើតមកតែងតែមានបញ្ហាសំខាន់យើងចេះយកបញ្ហាជាគ្រូសម្រាប់បង្រៀនយើងថ្ងៃក្រោយកុំឲ្យជួបវាតទៅទៀតក្នុងរឿងជីវិតរបស់យើងមិនមានអ្នកណាមួយដែលជួបនៅរឿងដែលល្អអត់ខ្ចោះនោះទេគឺតែងតែមានការជួបពេលខ្លះយើងជួបបញ្ហាដូចជាលោកម្ចាស់គុណការីដែលលោកគ្រូម្ចាស់វងវិចិត្រព្រះអង្គហៅថាតារាមិញហ្នឹងជួបបញ្ហាជីវភាពខ្វះខាតគេមានកង់ថ្មីគេមានអាស្គប់ពីរជិះគេសបាយប៉ុន្តែពេលខ្លះអ្នកមានអាស្គប់ពីរអើយនោះរៀនអត់ចប់ថ្នាក់បែរជាអ្នកមានកង់កញ្ចាស់ដាច់លេបចប់បរិញ្ញាបត្ររឿងនេះចង់ជំរាបបញ្ជាក់សេចក្តីថាការដែលយើងកើតមកជាកូនអ្នកក្រវាមិនមែនជាបញ្ហាទេសំខាន់ត្រង់ថាយើងកើតជាកូនអ្នកក្រងាប់ទៅវិញជាប់ក្រទៅជាមួយដែរការកើតមកក្រវាមិនមែនជាបញ្ហាទេបញ្ហានៅត្រង់ថាយើងងាប់ទៅវិញស្ពាយក្រទៅជាមួយពេលខ្លះកើតមកឪពុកម្ដាយមានសពមានគ្រប់គ្រាន់តែទៅរៀនអត់បានចប់អញ្ចឹងសួរថាមកពីម៉ែឪមកពីសាលាមកពីអ្វីឬក៏យ៉ាងណាយើងត្រូវស្វែងយល់ថាគ្រប់យ៉ាងត្រូវផ្ដើមចេញពីខ្លួនយើងគឺជាទី1ទោះណាជាយើងកើតនៅក្នុងត្រកូលរបៀបណាទោះណាជាយើងកើតនៅក្នុងសម័យកាលណាបើសិនជាយើងចេះបង្កើតឱកាសឲ្យខ្លួនយើងនឹងបានជោគជ័យរឿងពិតការកើតនៅក្នុងសម័យសង្គ្រាមក្តីកាប់ចាក់បាញ់បោះគ្នាមែនប៉ុន្តែបើសិនជាយើងចេះបង្កើតឱកាសឲ្យខ្លួនយើងអាចបង្វែរសម័យសង្គ្រាមនោះឲ្យคล้ายទៅជាសម័យដែលមានសន្តិភាពបាននោះគឺជាការល្អសម្រាប់យើងមានកូន2នាក់កើតនៅក្នុងត្រកូលតែមួយដែលជាត្រកូលក្រក្រៃបំផុតកូនទី1គិតថាឪពុកអញគាត់ប្រមាត់ម្ដាយអញពូជអ្នកលេងបៀល្ងាចកាលណាឆ្លោះគ្នាកាលហ្នឹងគាត់ថាឪពុកម្ដាយអញ្ចឹងឲ្យទៅធ្វើមិនអញ្ចឹងគាត់ដែរណាគាត់ទៅជាអ្នកប្រមឹកផឹកសារាលេងល្បែងពាលាអញ្ចឹងទៅទីបំផុតគាត់ជាអ្នកស្នងតកូលឪគាត់ជាអ្នកស្នងតកូលម៉ែកូនទី2គាត់គិតថាឪពុកអញជាមនុស្សដែលប្រមឹកឪពុកអញជាអ្នកផឹកស្រាអីពេលក្រោយនេះណោ
ai bọc buồn xa micro nữa mình xài trâu trâu chỉ nẹt vào mắt Phật sơ ra mà đai chỉ nẹt nhiên nham nâng lập bài con cơ tha bà sân trình trong Atma anh bà thơ đầm na tam quạt Atma anh nâng chup rương đội quạt Atma anh nâng miên na cốt đội quạt con tí phí có cơ tha chẳng còn